សួស្តីបងប្អូនអរគ្នានៅក្នុងករណីមួយប្រសិនបើប្រទេសកម្ពុជាយើងមានការរាតត្បាតឬក៏មានការឆ្លងខ្លាំងពាក់ព័ន្ធជាមួយនឹង COVID-19 ជាប្រភេទមេរោគថ្មី JN1 ដូចនៅប្រទេសថៃឬក៏នៅប្រទេសសិង្ហបុរីបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាពិសេសនៅពេលបងប្អូនរកវិធីសាស្ត្ររកលុយពីណាពីណីមិនបានឬក៏ជួញដូរអីអត់កើតលក់ដូរលក់អីវ៉ាន់អីអត់កើតគឺបងប្អូនអាចសិក្សាអំពីការទិញលក់ផ្សារហ៊ុនបងប្អូនណាបងប្អូនអាចសិក្សាអំពីការទិញលក់ផ្សារហ៊ុននៅក្នុងកម្រិតមួយដែលទាបដែលអាចជួយយើងជាប្រចាំថ្ងៃបានថាយើងអាចមួយថ្ងៃយើងអាចសល់លុយត្រឹម$4-10-20អីចឹងទៅអាហ្នឹងអាស្រ័យទៅលើបងប្អូនដែលមានធនធានទៅតាមធនធានរបស់បងប្អូនឬក៏ទៅតាមការទិញលក់របស់បងប្អូនទេអញ្ចឹងនៅក្នុងករណីហ្នឹងប្រសិនបើមានរឿងហ្នឹងកើតឡើងមែនបងប្អូនគួរតែសិក្សាច្បាស់ដូចនៅសិង្ហបុរីទោះបីថាមានបញ្ហាកូវីដឆ្លងខ្លាំងអញ្ចឹងកូនចៅរបស់គេគឺចេះទិញលក់ផ្សារហ៊ុនទាំងអស់គឺគេចេះច្បាស់ហ្មងព្រោះប្រទេសរបស់គេគឺភាគច្រើនគឺនិយាយពីផ្សារហ៊ុនសំបីតែរឿងរបស់គេទាំងអស់គឺគេនិយាយពីផ្សារហ៊ុនអញ្ចឹងបងប្អូនត្រូវយល់ឲ្យច្បាស់ថាផ្សារហ៊ុនវាមិនមែនជាប្រភេទល្បែងទេប្រសិនបើយើងទិញលក់ក្នុងលក្ខណៈដែលយើងរកស៊ីធម្មតាព្រោះអីបើគិតថាជាល្បែងអញ្ចឹងនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងហុងកុងម៉ាកាវអង់គ្លេសអញ្ចឹងទៅជាល្បែងទាំងអស់មែនទេគឺវាមិនអាចទេប្រសិនបើយើងគិតថាអាហ្នឹងគឺជាចំនួនឬក៏មុខចំនួនរបស់យើងទិញលក់នៅក្នុងកម្រិតណាមួយដែលមិនមានហានិភ័យប្រសិនបើមានហានិភ័យស្ថិតនៅក្នុងកម្រិតមួយគេហៅ10% នៃហានិភ័យអញ្ចឹងបងប្អូនអាចរស់ស៊ីអាចជួញដូរអាចទិញលក់ទោះបីថាមួយថ្ងៃមិនបានដោយបងប្អូនលក់ដូរមាសលក់ដូរអចលនទ្រព្យអីបានលុយមួយខែរាប់ម៉ឺនដុល្លារក៏ប៉ុន្តែអាចជួយដល់បងប្អូននៅក្នុងកម្រិតណាមួយនៅពេលដែលយើងតណាមិនរួចចេញតណាមិនរួចមិនដឹងថារស់ស៊ីអីអញ្ចឹងបងប្អូនប្រសិនបើបងប្អូនចង់ចេះចង់យល់ចង់ដឹងខ្ញុំបង្រៀនដោយមិនគិតប្រាក់ទេគឺខ្ញុំបង្រៀនបងប្អូនដោយមិនគិតប្រាក់ទេហើយបងប្អូនអាចឆាតមកខ្ញុំបានហើយខ្ញុំនឹងរៀបចំឲ្យបងប្អូនជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យព្រោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យផ្សារហ៊ុនក៏អត់បានដំណើរការដែរគឺផ្សារហ៊ុនបិទធម្មតាគឺផ្សារហ៊ុនចាប់ដើមបើកចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃศุក្រអញ្ចឹងចន្លោះពេលដែលថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺខ្ញុំអាចជួយបង្រៀនបងប្អូនហើយនឹងរៀបចំឲ្យបងប្អូនចេះពីរបៀបទិញលក់ពីបច្ចេកទេសផ្សេងពីរបៀបមើលព័ត៌មានហើយនឹងពីរបៀបtechnique មួយចំនួនដែលពាក់ព័ន្ធថាយើងអាចដឹងដោយមិនចាំបាច់សួរអ្នកណាថាផ្សារហ៊ុនថ្ងៃហ្នឹងអាចឡើងអាចចុះឬក៏មានស្ថិរភាពបែបណាគឺយើងអាចដឹងដោយខ្លួនឯងអញ្ចឹងអានេះគ្រាន់តែជាការពារហានិភ័យណាមួយដែលបងប្អូនមិនដឹងថាពេលដែលមានបញ្ហាកូវីដតើណាមកណីអត់កើតគឺបងប្អូនអាចនឹងសាកល្បងបានគឺបងប្អូនសាកល្បងនៅក្នុងកម្រិតមួយដែលតិចបំផុតតែអាចធ្វើឲ្យបងប្អូនបានដូចថាទិញម្ហូបយើងអាចសល់លុយទិញម្ហូបមួយថ្ងៃ$10-20អីចឹងទៅជាប្រចាំព្រោះអីយើងតណាអត់រួចធ្វើអីអត់កើតយើងបានត្រឹមទៅផ្សារទិញម្ហូបអត់អាចទៅជួបគេជួបឯងណាដើរលុយឆាយដើរហូបក្នុងរេស្តូរ៉ង់អីបានដូចមុនទេគឺมันអាចដូចយើងកាលកូវីដឆ្នាំ2019អញ្ចឹងបងប្អូនត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសដូចខ្ញុំនិយាយខាងដើមអញ្ចឹងបងប្អូនគឺបងប្អូនត្រូវរៀនត្រូវយល់ត្រូវស្វែងយល់កុំយកគំនិតមួយដោយអ្នកផ្សេងដែលគាត់គិតដោយសារគាត់ភាគច្រើនគឺគាត់ចូលផ្សារដោយកំហឹងចូលផ្សារដោយភាពលោភលន់ចូលផ្សារដោយមិនគិតពិចារណាអំពីដើមទុនរបស់គាត់អាហ្នឹងគឺជាហានិភ័យរបស់ពួកគាត់តែប្រសិនបើគាត់យល់ច្បាស់អំពីដើមទុនគាត់យល់ច្បាស់អំពីហានិភ័យអ្វីដែលអាចនឹងកើតមានឡើងអ
ចឹងវាអត់អាចនឹងកើតសម្រាប់បងប្អូនទេសូម្បីតែបងប្អូនទិញលក់មាសរាល់ថ្ងៃមាសដុំមាសគីឡូសូម្បីតែមាសគីឡូពេលដែលបងប្អូនទិញនៅ40ជាងទិញដូចទិញទុកចោលចឹងនៅពេលដែលវាចុះមក30ជាងនេះចឹងទុកចោលទៅទេទុកចោលនៅហ្នឹងសួរថាបងប្អូនអាចជួញដូរបានទៀតទេអត់ទេគឺបានមកត្រឹមទុកចោលដរាបណាទាល់តែវាឡើងដល់ចំណុចហ្នឹងវិញឬក៏អាចលើសហ្នឹងវិញបានបងប្អូនលក់មែនទេតែសម្រាប់ពាក់ព័ន្ធជាមួយនឹងផ្សារហ៊ុនបងប្អូនទិញលក់មាសតាមអេឡិចត្រូនិកគឺអត់ចាំបាច់ទេពេលណាក៏អាចទិញបានលក់បានគ្រប់ពេលគ្រប់វេលាទាំងអស់អាចប្រែប្រួលអាចផ្លាស់ប្ដូរស្រេចតែបងប្អូនគិតថាចង់ផ្លាស់ប្ដូរពេលណាក៏បានដែរចង់ទិញចង់លក់ចង់ដូរចង់យ៉ាងម៉េចគឺបងប្អូនអាចធ្វើបានគ្រប់ពេលគ្រប់វេលាទាំងអស់ឲ្យតែបងប្អូនគិតថាបងប្អូនចង់ប្រែប្រួលអញ្ចឹងពាក់ព័ន្ធមួយផ្សារអេឡិចត្រូនិកគឺខុសពីដែលយើងផ្សារបច្ចុប្បន្នដែលយើងផ្សារអចិន្ត្រៃយ៍អញ្ចឹងបងប្អូនគិតចារណាខ្លួនឯងទៅអានេះគ្រាន់តែជាបទពិសោធន៍ខ្ញុំទេខ្ញុំតាំងពីឆ្នាំ2009មកតាំងពីឆ្នាំ2009មកគឺខ្ញុំចេះទិញលក់រហូតអញ្ចឹងដល់ឆ្នាំ2019 2020 21គេកំពុងតែពិបាកខ្លាំងមែនតើក្នុងការរកលុយមិនដឹងថារកច្រកណាមិនដឹងធ្វើវិធីណាតែខ្ញុំមានវិធីរបស់ខ្ញុំរហូតគឺខ្ញុំចេះរបៀបលេងផ្សារហ៊ុននឹងឯងគឺខ្ញុំទិញលក់នៅក្នុងផ្សារហ៊ុននឹងឯងគឺខ្ញុំយកតែតិចទេបានថាខ្ញុំយកចំណេញតិចបំផុតសម្រាប់តែធ្វើមិនក៏ដោយឲ្យឆ្លងផុតនៅពេលដែលយើងរកអីមិនបាននៅពេលសម័យកូវីដគឺយើងត្រូវមានវិធីទប់ស្កាត់ហើយក៏យើងអត់ត្រូវចំណាយលុយរាប់ម៉ឺនរាប់សែនដុល្លារដើម្បីការពារក្រុមគ្រួសារយើងនៅក្នុងសម័យកូវីដនេះទេអញ្ចឹងគឺយើងអាចមានវិធីសាស្ត្រទប់ចំណូលរបស់យើងចំណាយរបស់យើងគឺយើងអាចមានវិធីសាស្ត្រទប់ហើយបងប្អូនស្វែងយល់ឲ្យច្បាស់ឲ្យស៊ីជម្រៅឲ្យខ្លាំងបងប្អូននឹងយល់ថាបញ្ហាទិញលក់នៅក្នុងផ្សារហ៊ុនអេឡិចត្រូនិកគឺមានភាពងាយស្រួលជាងផ្សារបច្ចុប្បន្ន